សូមជឿនរឿងខ្លារខិនបណ្ដាក៏រាល់ថ្ងៃមានបុរសម្នាក់តែងតែចេញទៅកាប់ឈើក្នុងព្រៃជាមុខរបរចិញ្ចឹមជីវិតពេលតែគាត់ទៅកាប់ឈើបានហើយតែងតែជិញ្ជូនត្រឡប់មកផ្ទះវិញថ្ងៃមួយមិត្តភក្តិរបស់គាត់បានបបួលបានសត្វក្នុងព្រៃពួកគេបានជួបនឹងខ្លារខិនមួយក្បាលកំពុងមិនដាកូនដោយខ្លាចព្រានទាំងពីរធ្វើបាបកូនមេខ្លារខិនក៏បានលោតទៅខំបរិសទាំងពីរក៏បានដកអាវុធបាញ់តតាញ់ការពារជីវិតពេលដែលកំពុងប្រយុទ្ធគ្នាស្រាប់តែខ្លារខិនឈ្មោលមួយទៀតលោកមកដែលធ្វើឲ្យបរិសទាំងពីរនាក់ភ័យខ្លាំងណាស់ក៏រត់ប្រះអាយុរៀងខ្លួនតែខ្លារខិនស្មោមិនព្រមបញ្ឈប់ការដេញវាទេវាដេញអ្នកទាំងពីររហូតដល់ភូមិទៅត្រូវអ្នកភូមិនាំគ្នាវាសំពោស្លាប់ក្នុងពេលនោះទៅគំនិតអប់រំមួយកុំធ្វើអ្វីគ្រាន់តែដើម្បីលេងសើចព្រោះវាអាចមានរឿងដល់ខ្លួន2ត្រូវត្រៀមខ្លួនជាប្រចាំពេលដែលយើងមិនដឹងថានឹងមានអ្វីកើតឡើង3មានបញ្ហាត្រូវតែដោះស្រាយកុំកិច្ចវេះសូមអរគុណសុខភាពល្អ